សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel យើងខ្ញុំនៅក្នុងឱកាសនេះផងដែរខ្ញុំនឹងលើកយកនៅក្បួនទស្សន៍ទាយបែបបុរាណខ្មែររបស់យើងដើម្បីលើកយកមកថាតើអត្ថន័យដែលយល់សុបិនផ្ទុះនៅលើជើងមានអត្ថន័យយ៉ាងណាបើសិនជាលោកអ្នកកំពុងតែយល់សុបិនបែបនេះចូលរួមស្ដាប់ទាំងអស់គ្នាសុបិនឃើញក្រចកជើងមានខ្ទុះច្រើនយោងតាមទំនាយបុរាណខ្មែរបានបញ្ជាក់ថាសំណាងរបស់អ្នកនឹងកើតឡើងជាបន្តបន្ទាប់នាពេលទៅមុខទៀតជីវិតក្នុងមួយរយៈនេះនឹងមានភាពភ្លឺស្វាងជាងមុនហើយអ្នកនឹងមានឱកាសទទួលបានលាភសំណាងពីប្រភេទមនុស្សដូចគ្នាឬមួយក៏អាចនិយាយថាគឺជាភេទដូចគ្នាក្នុងកំឡុងពេលនេះបើអ្នកគិតចង់ចាប់ឱកាសនៅខាងមុខនោះអ្នកនឹងមានឱកាសឈ្នះខ្ពស់មានសំណាងពីកំណើតជួយយឹតយោងអ្នកផងដែរហើយអ្នកចង់វិនិយោគទុននៅលើអ្វីមួយក្នុងកំឡុងពេលនេះចាប់ទុកថាអ្នកនឹងទទួលបាននៅអ្វីដែលអ្នកគិតនឹងសង្ឃឹមជាយូរមកហើយចំណែកគូស្វាមីរៀបការយូរឆ្នាំហើយពុំមានបត្រាបត្រីនោះឆាប់នេះអ្នកនឹងទទួលបានកូនដោយបំណងប្រាថ្នាជាមិនខានចំពោះរឿងស្នេហាមនុស្សដែលនៅលាវនឹងជួបមនុស្សដែលខ្លួនស្រឡាញ់ពេញចិត្តប៉ុន្តែស្នេហាគឺបែបវ័យចំណាស់មិនមែនជាស្នេហាបែបវ័យក្មេងនោះទេលើសពីនេះថែមទៀតស្នេហារបស់អ្នកនឹងកើតចេញពីការធ្វើដំណើរនិងការសម្រេចចិត្តលំហែកាយពីកន្លែងមួយទៅកន្លែងមួយចំណែកអ្នកកំពុងមានទំនាក់ទំនងស្នេហាត្រូវប្រយ័ត្នភាគីទី3អាចនិយាយបានថាគឺជាជនទី3អាចនឹងចូលមកបង្កភាពចលាចលក្នុងអាពាហ៍ពិពាហ៍ប៉ុន្តែបុគ្គលនោះនឹងមិនចូលក្នុងជីវិតអ្នកបាននោះឡើយដូច្នេះភាពរឹងមាំភាពជឿជាក់គឺជារឿងសំខាន់ដែលអ្នកគួរតែមានចំពោះគ្នាសម្រាប់បញ្ហាហិរញ្ញវត្ថុប្រាក់ចំណូលនាពេលនេះត្រូវបានចាត់ទុកថាល្អប្រសើរច្រើនជាងមុនអ្នកចេះលៃលកមានភាពបត់បែនក្នុងចំណាយក្នុងជីវិតប្រចាំថ្ងៃប៉ុន្តែអ្នកត្រូវប្រយ័ត្នកុំចិត្តទុនចំពោះបុគ្គលណាម្នាក់ដើម្បីកុំឲ្យបង្កើតបញ្ហារឿងលុយកាក់ទៅឲ្យអ្នកដទៃខ្ចីជាដើមចំណែកការងារវិញចាត់ទុកថាល្អគួរសមហើយអ្នកនឹងមានឱកាសល្អក្នុងឈានក្នុងអាជីវកម្មការងារឬមួយនឹងអាជីពរបស់អ្នកដែលអ្នកធ្វើនឹងមានភាពរុងរឿងដល់ជីវិតនេះត្រូវចាប់ទុកថាជាពេលវេលាដ៏ល្អក្នុងជីវិតសម្រាប់អ្នកគិតចង់វិនិយោគត្រូវចាប់ទុកថាល្អដូចគ្នាហើយអាជីវកម្មនឹងទទួលបានផលចំណេញជាមិនខានបើសិនជាលោកអ្នកពេញចិត្តនៅវីដេអូរបស់ខ្ញុំនេះលោកអ្នកអាចចុច Subscribe ឬក៏សញ្ញាកណ្ដឹងរាល់ពេលដែលមានវីដេអូថ្មីនឹងលោតចូលទៅកាន់លោកអ្នកមុនគេ